ស្វាគមន៍ប្រិយមិត្តបងប្អូនឆ្ងាយជិតទាំងប្រុសទាំងស្រីចុចមកមើលម្ហូបបែបបទចេញថ្មីរូបមន្តលោកលីចំណីពិសេសស្រឡាញ់សុខភាពខ្ញុំសូមជម្រាបឲ្យមកខាងនេះមើលទៅអ្នកភ្លក់មិត្តញាប់ដូចសេះឆ្ងាញ់អីយ៉ាងនេះផ្អើលឋានទាំងបីបាទហើយបែបបទបន្តនេះយើងនឹងបង្ហាញអំពីរបៀបត្រៀមគ្រឿងផ្សំត្រៀមផ្កាឈូករ័ត្នហាន់ខ្ទឹមយ៉ាងស្ទើតរមម្ទេសស្រស់ថ្មីមានម្ទេសតៃវ៉ាន់ថ្លើមជ្រូកលោកលីដាក់ចានត្រៀមម្សៅសម្អាតបាត់ក្លិនបាទក្រោយពីហាន់ថ្លើមជ្រូករួចហើយយើងទៅត្រៀមជាមួយនឹងរបស់ដែលធ្វើឲ្យបាត់ក្លិនឆ្អាបនិងជួយធ្វើឲ្យថ្លើមវាទន់ល្អបង់ម្សៅចូលឆាច់ដាក់ទឹកច្របាច់ត្រាំ5នាទីរួចលាងទឹកចោលទឹកថ្លាដល់ទីស្អាតទន់គ្មានពីរមើលគ្រឿងបន្តបាទហើយដើម្បីកុំឲ្យខាតពេលយូរឥឡូវយើងមកមើលពីគ្រឿងផ្សំទាំងអស់តែម្ដងឈូករឹតដើមខ្ចីថ្លើមជ្រូកស្រស់ថ្មីម្សៅមីម៉ត់ល្អមានខ្ទឹមនិងម្ទេសគ្រឿងសៀងហៃតស្លឹកខ្ទឹមអង្វរម្ទេសតៃវ៉ាន់ដែរបាទក្រោយពីលាងសម្អាតថ្លើមរបស់យើងរួចរាល់ហើយឥឡូវយើងមកដាក់ខ្ទិះឲ្យក្តៅបន្តិចមកទើបមកយើងបង់ថ្លើមចូលប្រងតែម្ដងក្លាប់ទៅមកបើនិយាយពីឆ្អិនប្រហែលជា40%ទៅ50%ខ្ទះក្តៅខ្លាំងល្អដាក់ថ្លើមសូឆបន្តព្រួលប្រែថ្លើមឆ្អិនបន្តិចថែមគ្រឿងហូរហែខ្លាញ់ខ្ទឹមម្ទេសតែកុំភ្លេចសៀងហៃបាទបន្ទាប់ពីយើងកូរគ្រឿងខ្ទឹមម្ទេសរបស់យើងបានឈ្ងុយល្អហើយឥឡូវយើងកូរចូលគ្នារួចបន្ទាប់មកយើងមកផ្សំជាមួយនឹងគ្រឿងទេសរបស់យើងបន្តក្លិនឈ្ងុយអស្ចារ្យផ្អើលប្រែតទេវតាថាដាក់គ្រឿងអីខ្ញុំប្រាប់ម្សៅស៊ុបស្ករសលោកលីរ៉តឌីផងថ្លៃប្រេងខ្យងស៊ីអ៊ីវរួចយើងមិនភ្លេចហឿក្តៅដោយម្រេចរំលេចប្រេងល្ងកូរឲ្យរលាយគ្រឿងចូលជាតិល្អបង់បន្លែតជាកិច្ចបញ្ចប់នៅចាំអីទៀតមើលហើយយើងឆ្លៀតចុច like ចុច share ជួយលើកទឹកចិត្តកុំបីរុញរា comment គ្រប់គ្នាប៉ាពេជ្រ Cooking King បាទហើយសម្រាប់មុខម្ហូបមួយមុខនេះដែរមានឈ្មោះថាថ្លើមជ្រូកឆាកូនផ្កាឈូករ័ត្នបាទហើយបើពេញចិត្តនៅវីដេអូធ្វើម្ហូបរបស់ប៉ាពេជ្រ Cooking សូមកុំភ្លេចជួយចុច like ចុច share ចុចតាមដានទាំងអស់គ្នាម្នាក់មួយសម្រាប់ពេលនេះប៉ាពេជ្រ Cooking សូមជម្រាបលាបាយបាយ